សូមស្វាគមន៍មកកាន់រឿងកំប្លែងស្រុកស្រែចំណងជើងថាសងគ្រាមភុកដណ្ដើមក្រមុំភូមិតួអង្គសំខាន់ក្នុងសាច់រឿងមានដូចជាមេភូមិជាអ្នករៀបចំការប្រកួតនិងជាឪពុករបស់ស្រីអូនស្រីអូនជានារីដែលយុវជនក្នុងភូមិប្រាថ្នាចង់បានអាតុយជាបេក្ខជនប្រកួតចាប់ត្រីអាក្លូជាបេក្ខជនប្រកួតចាប់ត្រីសូមអញ្ជើញទស្សនាដោយការសើចសប្បាយទាំងអស់គ្នាភូមិស្រុកស្រែដ៏ស្ងប់ស្ងាត់នាពេលព្រឹកព្រលឹមដែលមានពន្លឺព្រះអាទិត្យចាំងមកលើវាលស្រែពណ៌មាសអ្នកភូមិដើរចេញពីផ្ទះទាំងទឹកមុខញញឹមស្រស់ស្រាយនិងត្រៀមខ្លួនសម្រាប់ថ្ងៃពិសេសអាតយនិងអាក្លូសម្លឹងមើលមុខគ្នាដោយក្រសែភ្នែកឌឺដងនៅក្បែររបងផ្ទះមេភូមិពួកគេទាំងពីរញាក់តែងតែដណ្ដើមគ្នាយកចិត្តស្រីអូនជាប្រចាំមេភូមិដើរចេញមកក្រៅផ្ទះទាំងអំនួតដោយកាន់ឧខោស្នាក់ស័ព្ទចាស់មួយក្នុងដៃគាត់ប្រកាសយ៉ាងខ្លាំងថាថ្ងៃនេះនឹងមានការប្រកួតចាប់ត្រីដ៏ធំនៅក្នុងបឹងភុកអ្នកណាដែលចាប់បានត្រីធំជាងគេនឹងបានរៀបការជាមួយស្រីអូនកូនស្រីសំណប់របស់គាត់យុវជនទាំងអស់ក្នុងភូមិស្រែកហូកន្ទ្រាវដោយក្តីរំភើបជាខ្លាំងស្រីអូនឈរអៀនព្រាននៅមាត់បង្អួចផ្ទះឈើខ្ពស់កំពស់ផុតក្បាលនាងលួចមើលទៅអាទុយនិងអាក្លូដែលកំពុងតែត្រៀមខ្លួនប្រយុទ្ធអាក្លូខំធ្វើសាច់ដុំឲ្យធំដើម្បីបង្អួតសម្រស់ដល់ស្រីអូននៅពីចម្ងាយចំណែកអាទុយវិញខំធ្វើរឹកពីជាអ្នកខ្លាំងដោយការលើកកន្ត្រកដាក់ត្រីបង្ហាញអាទុយហៅបាក់ពួកមកជុំគ្នាដើម្បីរៀបចំផែនការសម្ងាត់បំផុតគាត់ប្រាប់កូនចៅឲ្យលាបភក់ពេញខ្លួនដើម្បីបន្លំធ្វើជាក្របីដើម្បីគុំឲ្យត្រីផ្អើលពួកគេចាប់ដើមយកភក់ខ្មៅមុខលាបលើមុខនិងដងខ្លួនរហូតមើលលែងស្គាល់ភិនភាគអាតុយសើចក៏អឹកដោយជឿជាក់ថាផែនការនេះនឹងទទួលជោគជ័យនៅត្រៃមកខាងទៀតអាក្លូក៏មានកំណត់ចម្លែកមួយមិនចាញ់អាតុយដែរគាត់ឲ្យកូនចៅយកស្មៅនិងស្លឹកឈើមកដោតលើក្បាលបន្លំធ្វើជាដំបូកដីពួកគេលាបភុកឡើងក្អាស់ខ្មឹកមើលទៅដូចជាសត្វចម្លែកខ្លួនព្រៃភុកអាក្លូប្រាប់កូនចៅថាត្រូវតែចាប់ត្រីឲ្យបានច្រើនជាងក្រុមអាតយជាដាច់ខាតនៅមាត់បឹងភក់ដែលពោពេញដោយភក់ជ្រៅនិងដើមត្រកួនដុះពាពេញគ្រប់គ្នាមកជុំគ្នាដើម្បីមើលការប្រកួតដ៏អស្ចារ្យនេះមេភូមិលើកទង់ជ័យឡើងលើត្រៀមធ្វើសញ្ញាចាប់ផ្ដើមគ្រប់គ្នានិយាយគ្នាអ៊ូពីអ្នកដែលនឹងក្លាយជាកូនប្រសារមេភូមិផ្លុំកចាយយ៉ាងខ្លាំងជាសញ្ញាចាប់ផ្ដើមការប្រកួតយុវជនទាំងអស់ស្ទុះហក់ចូលក្នុងបឹងភក់ដូចជាសត្វកង្កែបលោតចូលទឹកភក់ខ្ទាតពេញអាកាសនិងប្រឡាក់សម្លៀកបំពាក់ញាក់ជុំវិញអាតយនិងអាឃ្លួកច្រមុចក្បាលចូលក្នុងភក់បាត់ឈឹងតែម្ដងអាតយលូនយឺតក្នុងភក់ដោយប្រោក្បាច់ក្របីហែលទឹកគាត់មើលមិនឃើញអ្វីទាំងអស់ក្រៅពីភក់ខ្មៅងងឹតស្លុបដៃរបស់គាត់រាវចុះរាវឡើងដើម្បីរកមើលត្រីរស់ធំគាត់មានអារម្មណ៍ថាមានអ្វីមួយយ៉ាងរអិលនៅក្បែរជើងរបស់គាត់អាក្លូឯណោះវិញកំពុងតែដើរពួនពីក្រោយដើមរៀងដោយលើក្បាលដែលដោតស្មើឡើងលើគាត់ខំប្រឹងធ្វើសំឡេងដូចសត្វទាដើម្បីបញ្ឆោតត្រីឲ្យមកជិតប៉ុន្តែដោយសារភុករអិលពេកគាត់ក៏ដួលផ្កាប់មុខទៅក្នុងភុកយ៉ាងដំណុំកូនចៅរបស់គាត់ខំប្រឹងជួយទាញគាត់ឡើងវិញទាំងត្រដោកខ្យល់ភាពច្រពកច្រពល់ចាប់ផ្ដើមឡើងនៅពេលដែលភក់ចូលភ្នែកបែកខាជឿនម្នាក់អាតុយស្ទុះទៅចាប់ជើងម្ខាងដែលគាត់ស្មានថាជាត្រីឆ្លាំងយ៉ាក់គាត់អោបជើងនោះយ៉ាងណែនហើយស្រែកថាខ្លួនចាប់បានត្រីធំហើយប៉ុន្តែការពិតនោះគឺជាក្បាលរបស់អាក្លឺដែលកំពុងមុជក្នុងភក់អាឃ្លួខឹងយ៉ាងខ្លាំងហើយស្ទុះមកដេញចាប់អាតុយវិញទាំងខ្វាក់ភ្នែកពួកគេទាំងពីរនាក់ប្រឡាក់ភុកពេញខ្លួនរហូតមើលមុខគ្នាមិនស្គាល់តតែសោះអាតុយស្មានថាអាឃ្លួគឺជាសត្វធ្មាត់ដែលចង់មកដណ្ដើមត្រីរបស់គាត់ការប្រយុទ្ធគ្នាក្នុងថ្លុកភុកក៏ចាប់ផ្ដើមឡើងយ៉ាងសាហាវនិងកំប្លែងបំផុតកូនចៅក្រុមអាតុយឃើញមេរបស់ខ្លួនត្រូវគេវាយក៏ស្ទុះមកជួយទាំងមិនដឹងថាអ្នកណាជាអ្នកណា
ពួកគេចាប់ផ្ដើមបោកចំបាប់គ្នានិងច្រានគ្នាទៅវិញទៅមកក្នុងភក់ជ្រាវសំឡេងស្រែកហូកញ្ជ្រៀវនិងសំឡេងសើចអ្នកភូមិឮរំពងពេញព្រៃគ្រប់គ្នាគិតថាពួកគេកំពុងតែសម្ដែងរឿងកំប្លែងឲ្យមើលមេភូមិសើចរហូតដល់ហៀទឹកភ្នែកព្រោះឃើញយុវជនទាំងនោះដូចជាសត្វក្របីដេញជល់កញ្ញាស្រីអូនយកដៃខ្ទប់មាត់សើចតិចៗដោយក្តីហួសចិត្តនឹងភាពល្ងងខ្លៅរបស់ពួកគេគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នឹងត្រីទៀតទេគឺគិតតែពីដេញដំគ្នាភក់ខ្មៅដាក់ពេញមុខមាត់របស់ពួកគេម្នាក់អាទួយព្យាយាមរត់គេចពីការដេញចាប់របស់អាឃ្លោដោយលូនកាត់ចន្លោះជើងអ្នកភូមិគាត់បានរអិលជើងកបុកនឹងកត្រកត្រីរបស់យាយម្នាក់ធ្វើឲ្យត្រីរត់ចាញ់អស់យាយនោះខឹងក៏យកវែកមកដេញសំពង់ក្បាលអាទួយថែមទៀតអាទួយរត់បណ្ដាស្រែកយំបណ្ដាមើលទៅគួរឲ្យចង់សាយណាអាឃ្លោដែលស្មានថាខ្លួនឯងខ្លាំងបានស្ទុះទៅអបដើមចេកមួយដើមព្រោះស្មានថាជាអាទុយគាត់ខំដើមចេកនោះយ៉ាងខ្លាំងរហូតដល់ជួបថ្មិញនឹងដើមចេកកូនចៅរបស់គាត់ខំទាញគាត់ចេញមកវិញទាំងទឹកភ្នែកទឹកសម្បោអ្នកភូមិជុំវិញសើយឡើងផ្អើលអស់ហ្វូងបាក់សៃការប្រកួតកាន់តែវឹកវរនៅពេលដែលមេភូមិបោះត្រីអណ្ដែងញាក់មួយចូលទៅកណ្ដាលបឹងគ្រប់គ្នាស្ទុះហុកទៅរកត្រីនោះកឹងពេលតែមួយដូចជាគ្រួតបែកខ្ទុះពួកគេជន់លើគ្នាប៉ះទង្គិចគ្នានិងរអិលដួលបន្ទាប់គ្នាវាគឺជាសង្គ្រាមភពដែលគ្មាននរណាអាចទារទុកជាមុនបានអាតុយនិងអាឃ្លោបបានចាប់បានត្រីអណ្ដែងនោះខំពេតែមួយម្នាក់មកខាងពួកគេខំទាញដណ្ដើមគ្នាទៅវិញទៅមកដោយកម្លាំងបាយរៀងខ្លួនដោយសារត្រីនោះរអិលពេកវាក៏របួសចេញពីដៃហើយហោះទៅចំមុខមេភូមិពេញទំហឹងមេភូមិដួលផ្ងាជើងចូលក្នុងធ្លុកភក់ដែរភាពស្ងប់ស្ងាត់ក្រាតឡើងមួយរំពេចនៅពេលឃើញមេភូមិធ្លាក់ទឹកភក់គ្រប់គ្នានាំគ្នាភ័យខ្លាចក្រែងមេភូមិខឹងសម្បានឹងការលេងសើចនេះប៉ុន្តែផ្ទុយទៅវិញមេភូមិបែរជាងើបមកវិញទាំងទឹកមុខញញឹមនិងសើចក្អាកក្អាយគាត់យកដៃជូតភក់ចេញពីមុខហើយសរសើរពីភាពក្លាហានរបស់យុវជនទាំងអស់មេភូមិប្រកាសថាការប្រកួតថ្ងៃនេះគ្មានអ្នកឈ្នះទេព្រោះគ្រប់គ្នាធ្វើឲ្យគាត់សប្បាយចិត្តគាត់សម្រេចចិត្តរៀបចំពិធីជប់លៀងជូនអ្នកភូមិទាំងអស់ដើម្បីអបអរសាទរអាតុយនិងអាឃ្លោក៏ដឹងខ្លួនថាពួកគេយល់ច្រឡំគ្នាហើយចាប់ផ្ដើមសើចដាក់គ្នាពួកគេលៀងភក់ជិញពីមុខហើយមើលឃើញសម្រស់គ្នាទៅវិញទៅមកថ្ងៃលិចបាត់កំប៉ាំងពីភ្នំគ្រប់គ្នានាំគ្នារត់លេងដេញគ្នាពេញវាលស្រែសំឡេងសើចសប្បាយរីករាយបន្លឺឡើងពាសពេញភូមិស្រុកស្រែដ៏ស្រស់ត្រកាលអាតុយអាឃ្លោនិងស្រីអូនដើរត្រឡប់ទៅផ្ទះវិញទាមទឹកមុខរីករាយបំផុតរឿងរ៉ាវសង្គ្រាមភក់នេះបានក្លាយជាប្រវត្តិសាស្ត្រដ៏កំប្លែងបំផុតសម្រាប់អ្នកភូមិទាំងអស់